ពេលរៀបការហើយក៏ធ្លាប់ដឹកដៃគ្នាពីអ្នកប្តីប្រពន្ធមកមើលទៀតឥឡូវមានកូនក៏នាំកូនមកស្គាល់ម្លេងទៀតអត់មិនបានកន្លែងទេសចរប្រវត្តិសាស្ត្របែបនេះបងប្អូនជនបរទេសគេជិះយន្តហោះតាំងពីណាពីណីឆ្លងទ្វីបមកមើលជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅវីដេអូដែលនាំកូនបនរសាម្លេងសារមន្ទីរជាតិកាលពីអូនមានអាយុ10ខែចាចូលមកដល់ខ្លោងទ្វារសារមន្ទីរជាតិហើយឃើញថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាច្រើនណាស់ចាដំបូងឡើយគឺត្រូវចូលកន្លែងលក់សម្បត្តិសិនដើម្បីទិញសម្បត្តិចូលមើលចូលលេងចាកាលពីខ្ញុំនាំកូនបនរសាចូលនឹងតម្លៃសម្បត្តិសម្រាប់ភ្ញៀវទេសចរជាតិនៅក្នុងម្នាក់ត្រឹមតែ500រៀលទេបងប្អូនហើយបើក្មេងក្រោមអាយុ18ឆ្នាំវិញគឺចូលទស្សនា free តែម្ដងចាឥតគិតថ្លៃទេចំណែកឯជនបរទេសអាយុចាប់ពី18ឆ្នាំឡើងតម្លៃសម្បត្តិចូលទស្សនាក្នុងម្នាក់$10ចាបន្ទាប់ពីនាំអូនបនរក្សាមើលទេសភាពនៅខាងក្រៅសារមន្ទីរបានមួយសន្ទុះហើយឥឡូវនេះក៏បន្តដំណើរចូលទៅមើលខាងក្នុងសារមន្ទីរវិញម្ដងចូលមកដល់ភ្លាមរូបសំណាក់ដែលអូនឃើញមុនគេគឺរូបសំណាក់គ្រុឌនេះបងប្អូនឃើញភ្លាមគេបើកភ្នែកធំធំគេឆ្ងល់គេណាស់ចាអូនអត់ដែរឃើញហ៎ទៅតែឃើញលើកទី1នឹងឯងចាហើយបន្ទាប់មកក៏នាំអូនមកមើលរូបចម្លាក់ព្រះកណេសតូចៗនៅក្នុងទូកញ្ចក់វិញម្ដងអូនមើលហើយអូនក៏ឆ្ងល់ដែរព្រោះអូនធ្លាប់តែឃើញរូបដំរីអត់ដែរឃើញជាលក្ខណៈខ្លួនមនុស្សក្បាលដំរីអញ្ចឹងទេការពិតទៅបងប្អូនកន្លែងបែបនេះគឺមិនស័ក្តិសមនឹងវ័យរបស់អូនទេព្រោះអូនមិនទាន់ចេះមើលឬយល់ពីអត្ថន័យនៃរូបសំណាកឬវត្ថុបុរាណផងហ្នឹងហើយការដែលនាំអូនមកបែបនេះមិនមែនដើម្បីឲ្យយើងនិយាយប្រាប់ពីប្រវត្តិសាស្ត្រដល់អូនហើយឲ្យអូនចាំខ្លឹមសារប្រវត្តិសាស្ត្រនោះឡើយគឺដើម្បីឲ្យអូនរៀនសូត្រថាពិភពលោកគឺធំទូលាយធំជាងអ្វីដែលអូនឃើញរាល់ថ្ងៃឲ្យអូនទទួលបានអារម្មណ៍ប្លែកនិងបរិយាកាសថ្មីមួយព្រោះទីនេះបរិយាកាសស្ងប់ស្ងាត់ល្អខុសឆ្ងាយពីកន្លែងកម្សាន្តកុមារដែលមានសភាពអ៊ូអរដែលម៉ាក់ប៉ាធ្លាប់នាំអូនទៅលេងរាល់ដងកន្លងមកហើយអ្វីដែលសំខាន់បំផុតនោះគឺអូននឹងបានទទួលអារម្មណ៍ថាទោះជាទៅដល់ទីណាក៏ដោយក៏មានម៉ាក់ប៉ានៅក្បែរជានិច្ចចាំមើលថែនិងនាំទៅរៀនសូត្រជាមួយគ្នាសម្រាប់ពួកខ្ញុំដែលជាម៉ាក់ប៉ាពេលនាំអូនមកលេងទីនេះបានប្រើពេលវេលារួមគ្នាគឺជាការកសាងអនុស្សាវរីយ៍ជាមួយកូនតាំងពីកូននៅតូចនៅកន្លែងទេសចរវប្បធម៌ហើយក៏ដូចជាបានជួយផ្សព្វផ្សាយពីកន្លែងទេសចរសំខាន់ៗក្នុងក្រុងភ្នំពេញយើងផងបានផ្តិតយករូបភាពអនុស្សាវរីយ៍ជុំគ្រួសារផងបានថតជាវីដេអូទុកជូនបងប្អូនបានទស្សនាផងដែរចាហើយដោយបងប្អូនបានដឹងស្រាប់ហើយថាសារមន្ទីរជាតិដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញនេះជាសារមន្ទីរធំជាងគេនៅក្នុងប្រទេសកម្ពុជាយើងដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់សារមន្ទីរជាតិមានការរក្សាទុករូបសំណាកនិងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង14000តាំងពីសម័យបុរេប្រវត្តិសម័យអង្គរនិងសម័យក្រោយៗមកទៀតជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាមិនដាច់សោះឡើយបងប្អូនថ្ងៃខ្លះមានទាំងសិស្សនិស្សិតមកជាក្រុមទាំងឡានក៏មានកាលពីខ្ញុំនៅរៀនក៏ធ្លាប់បានមកជាមួយមិត្តភក្តិម្ដងដែរពេលរៀបការហើយក៏ធ្លាប់ដឹកដៃគ្នាពីអ្នកប្តីប្រពន្ធមកមើលទៀតឥឡូវមានកូនក៏នាំកូនមកស្គាល់ម្លេងទៀតអត់មិនបានកន្លែងទេសចរប្រវត្តិសាស្ត្របែបនេះបងប្អូនជនបរទេសគេជិះយន្តហោះតាំងពីណាពីណីឆ្លងទ្វីបមកមើលរឿងអីយើងជនជាតិខ្មែររស់នៅនឹងជិះហួសដើរហួសអត់បានចូលមើលណ៎បងប្អូនសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនបើសិនជាបងប្អូនចូលចិត្តសូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe អូនបនរក្សាផងណាដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត